Bạnជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាពាក្យចិញ្ចៀនឬក៏បាត់ចិញ្ចៀនបាទទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាពាក្យចិញ្ចៀនមាសឬក៏ចិញ្ចៀនពេជ្រទំនាយទាយនៅក្នុងសុបិនថាបើសិនជាអ្នកនៅលីវនឹងបានជួបគូក្រងប្រសិនបើជាអ្នកមានគ្រួសារហើយនោះនឹងបានកូនស្រីគួរឲ្យស្រឡាញ់ឬក៏បានលៀបពីការផ្សងសំណាងផ្សេងផងដែរចំណែកលេខផ្សងសំណាងសម្រាប់អ្នកសុបិនគឺលេខ09លេខ19លេខ10លេខ109លេខ105និងលេខ106បាទមួយទៀតប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាជ្រុះបាត់ចិញ្ចៀនឬក៏ចិញ្ចៀនជ្រុះបាត់ពីម្រាមដៃឬក៏ចោលលូចចិញ្ចៀននោះទំនាយទាយនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងបាត់បង់របស់ជាទីស្រឡាញ់ឬក៏មានការឆ្លោះគ្នានៅក្នុងក្រុមគ្រួសារផងដែរចំណែកលេខសំណាងសម្រាប់អ្នកសុបិនគឺលេខ49លេខ97លេខ409លេខ419និងលេខ709បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាពាក្យចិញ្ចៀនឬក៏បាត់ចិញ្ចៀនគឺមានអត្ថន័យដោយការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ